បាទជំរាបសួរបងប្អូនរឿងដែលមិនមានភាពអៀនខ្មាស់មួយនៅពេលដែលចុះសន្ធិសញ្ញាសន្តិភាពគឺលោកអនុទិនជានាយករដ្ឋមន្ត្រីរបស់ថៃនេះគឺថាសុំបដូរកៅអីរបស់នាយករដ្ឋមន្ត្រីរបស់យើងគឺសម្ដេចបវរធិបតីហ៊ុនម៉ាណែតលើសពីនេះទៅទៀតបាទដូរផ្លាកទៅទៀតហើយគេសោចពេញការប្រជុំដូរផ្លាកបាទដូរផ្លាកនៅពេញការប្រជុំនឹងតែម្ដងហើយលោកដូណាល់ត្រាំក៏គាត់ញឹមគាត់សោចដែរគាត់សោចមែនតើហើយអ្វីដែលយើងគាត់សម្គាល់ថាថៃអាចធ្វើបានណាបងប្អូនការប្រជុំមួយប៉ះសិនបើគេចង់រៀបចំឲ្យថៃនឹងទៅអង្គុយចិត្តលោកដូណាល់ត្រាំនឹងក៏គេរៀបចំបាត់ទៅហើយមិនបាច់ចាំឲ្យលោកនឹងទៅដូរផ្លាកអីភ្លាមពេលនឹងដែរទេអញ្ចឹងយើងឃើញថាថៃគឺជាតាំងពីប្រជាជនរហូតដល់ថ្នាក់ដឹកនាំកម្ពុជាណាអត់មានភាពអៀនខ្មាស់តែម្ដងក្នុងការធ្វើទង្វើបែបនេះហ្នឹងហើយយើងក៏សរសើរនាយករដ្ឋមន្ត្រីរបស់យើងដែរគឺគាត់មានគេហៅថាភាពក្លាហាននិងរឹងមាំធ្វើយ៉ាងណាគឺដើម្បីបាទសន្តិភាពពេញលេញបត់ឈប់បាញ់អញ្ចឹងរឿងប៉ុណ្ណឹងគឺអត់មានបញ្ហាទេប៉ុន្តែអន្តរជាតិគេមើលដឹងហើយថាប្រជាជនថៃប្រទេសថៃយ៉ាងម៉េចបាទអញ្ចឹងសម្រាប់ខ្ញុំបាទគឺពិតជាហួសចិត្តមែនទែនសម្រាប់រូបភាពបែបនេះណាបងប្អូនអូខេអរគុណបងប្អូនជំរាបលាបាយបាយ